សូមជូនរឿងកណ្ដោះឆ្លាតនិងស្ដេចស្រូវនៅភូមិដែលស្រែស្រាលមានសត្វមួយឈ្មោះរតនាចុះយកអង្ករទាំងអស់សម្រាប់ខ្លួនឯងអង្ករទាំងអស់នេះជារបស់ខ្ញុំស៊ីណាយល់ថាគួរតែប្រើប្រាស់ដោយឆ្លាតវៃដើម្បីបង្ក្រាបរតនាខ្ញុំត្រូវគិតផែនការមួយដើម្បីរតនាស៊ីណានិយាយថាត្រូវមានការចែករំលែកតាមថ្ងៃមិនអាចបរិភោគច្រើនពេកបានទេមនុស្សនិងសត្វទាំងអស់ត្រូវបរិភោគឲ្យត្រឹមត្រូវតើខ្ញុំនឹងធ្វើបានទេរតនាញ៉ាំច្រើនពេកហើយមិនអាចរត់បានទៀតអូខ្ញុំមិនអាចរត់ទេកុមារមើលឃើញរតនារង់ចាំជំនួយលោកកងបានមកជួយអូត្រូវចែករំលែកឲ្យល្អមិនមែនហេតុអ្វីទេស៊ីណាប្រាប់លោកកងពីផែនការចែករំលែកគ្រប់គ្នាត្រូវយកឲ្យត្រឹមត្រូវមួយថ្ងៃរតនាស្គាល់ថាខ្លួនខ្វះការវាយតម្លៃល្អខ្ញុំបានរំពឹងលើអ្វីមិនត្រឹមត្រូវភូមិចាប់ផ្ដើមចែករំលែកនិងសប្បាយរីករាយយើងអាចចែករំលែកបានរតនាឥឡូវនេះបានជួយស៊ីណាចែករំលែកអង្ករខ្ញុំនឹងជួយអ្នកចែករំលែកដោយសារស៊ីណានឹងការចែករំលែកភូមិទាំងមូលបានសប្បាយនិងសន្តិភាពពេលនេះគ្រប់គ្នាមានអ្វីគ្រប់គ្រាន់ខ្ញុំបានរៀនមេរៀនដ៏ល្អសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃ